គាត់បញ្យល់មេរៀននឹងបានល្អហើយគាត់ក៏ប្រាប់ពីរបៀបពិសោធន៍ការនៅវិទ្យាល័យខ្ញុំចូលចិត្តលោកគ្រូកណិតទី1ខ្ញុំចូលចិត្តកាន់តែងហើយវាតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរដែរខ្ញុំចូលចិត្តកណិតចូលចិត្តមុខវិជ្ជាខ្មែរចូលចិត្តមុខវិជ្ជាកណិតខ្ញុំចូលចិត្តរូបវិទ្យាជាងគេបងដោយសារតែរបៀបរបបអាហាររស់នៅរបស់ជនខ្មែរពីដើមរហូតដល់ឥឡូវហើយនឹងអត្តចរិតរបស់ខ្មែរយើងចំណុចអីដែលគាត់បរៀនទៅយើងចាប់បានតែយើងចូលចិត្តឡើងហ្នឹងនៅពេលដែលគាត់បរៀនហ្នឹងគាត់បញ្យល់បានដិតដល់អាចហើយខ្ញុំគាត់ថាពេលគាត់បរៀនវាដូចអត់សូវ stress ហើយវាដូចសុបាយជាងពេលរៀនមុខវិជ្ជាផ្សេងរៀនមួយគាត់ពេល relax ហ្នឹងភាសាគាត់បញ្យល់មួយច្បាស់ជាប្រវត្តិព្រោះអីគាត់ប៉ិនបកស្រាយគាត់ប៉ិននិយាយពីប្រវត្តិសាស្ត្រទី1ក៏គាត់និយាយពីប្រវត្តិសាស្ត្រនៅក្នុងសង្គមគាត់បរៀនមកលក្ខណៈគាត់ច្បាស់លាស់រូបមន្តគាត់ផ្ដល់ឲ្យច្បាស់លាស់ហើយឆ្ពោះគ្រូប្រវត្តិខ្ញុំគាត់ចេះចិត្តនិយាយច្រើនពេលខ្លះយើងអាចនិយាយថាអូម៉ោងប្រវត្តិវាគោលងួយកេងប៉ុន្តែចំពោះខ្ញុំវិញម៉ោងប្រវត្តិគឺជាម៉ោងដែលយើងអាចដឹងអ្វីថ្មីហើយគាត់មានសំណួរមួយចង់សួរបងអូនណាពាក់ព័ន្ធនឹងការរៀនសូត្ររបស់បងអូនអាចជួយរៀបរាប់ថាមុខវិជ្ជាគ្រូណាដែលបងប្អូនចូលចិត្តជាងគេប្រវត្តិហីចំណុចអីដែលយើងចូលចិត្តមុខវិជ្ជាហ្នឹងហើយនឹងលោកគ្រូឬក៏លោកគ្រូហ្នឹងទី1ខ្ញុំចូលចិត្តកាន់តែងហើយវាតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរដែរហើយចំណុចដែលខ្ញុំចូលចិត្តពីលោកគ្រូគាត់បរៀនយើងបានដឹកដល់អញ្ចឹងហើយគាត់បញ្យល់យើងតាមចំណុចនីមួយៗតាមមេរៀនចាអាចថាបាទនិយាយថាចំណុចពិសេសគឺកន្លែងដែលគាត់ផ្ដល់ចាដែលគាត់ផ្ដល់ជូនសិស្សអញ្ចឹងអាចជួយប្រាប់ឈ្មោះបន្តិចឲ្យប្រហែលឈ្មោះខាងចុងវិញបានអត់ឈ្មោះអីទៅចិត្តគ្រូអត់ស្គាល់ឈ្មោះគ្រូអត់គាត់ឈ្មោះអីហ៎អត់ចាំគ្រូមែនពីចុះយើងរៀនអនុវិទ្យាល័យហ៎មែនទេចាខ្ញុំរៀនអនុវិទ្យាល័យថ្នាក់ទី12អូខេអរគុណច្រើនណាចាអរគុណតែតកាលនៅក្នុងវិទ្យាល័យខ្ញុំចូលចិត្តមុខវិជ្ជាប្រវត្តិវិទ្យាហេតុអីមិនចូលចិត្តចំណុចល្អដែលយើងចូលចិត្តគាត់ហើយយើងអាចរៀបរាប់បានអត់ឆ្ពោះគ្រូប្រវត្តិខ្ញុំគាត់ចូលចិត្តនិយាយច្រើនពេលខ្លះយើងអាចនិយាយថាអូម៉ោងប្រវត្តិវាគោលងួយកេងប៉ុន្តែចំពោះខ្ញុំវិញម៉ោងប្រវត្តិគឺជាម៉ោងដែលយើងអាចដឹងអ្វីថ្មីហើយគាត់លក្ខណៈទៅគាត់ជាមនុស្សដែលមានចំណេះដឹងច្រើនគាត់ចូលចិត្តអានសៀវភៅអញ្ចឹងទៅភាគច្រើនពាក្យពេចន៍ដែលគាត់និយាយឲ្យយើងមកគឺវាមានភាពថ្មីហើយនឹងផ្លែច្រើនមែនទេហើយអាចប្រាប់ឈ្មោះគាត់បន្តិចបានអត់គ្រូហ៊ានអរគុណច្រើនដែរហូឥឡូវខ្ញុំចង់សួរមួយពាក់ព័ន្ធនឹងការរៀនសូត្រណាអតីតកាលក៏បានបច្ចុប្បន្ន